ខាងក្រោមនេះយើងនឹងបង្ហាញពីម្ហូបអាហារនិងបន្លែផ្លែឈើទាំង13ប្រភេទដែលល្អចំពោះសុខភាពសម្រាប់អ្នកមានជំងឺតម្រងនោមព្រោះអាហារទាំងនេះមានជាតិសូដ្យូម ប៉ូតាស្យូមនិងផូស្វ័រកម្រិតទាបបាទអូនពូមីងអ្នកខ្លះដែលកំពុងតែមានបញ្ហាតម្រងនោមបងប្អូនណាបាទប្រើផលិតផលច្រើនជាបាលជាច្រើនកន្លែងច្រើនទីតាំងហើយមិនទាន់បានធូរមិនទាន់បានជាបាទអញ្ចឹងកុំអស់សង្ឃឹមសម្រាប់ផលិតផលនៅខាងមុខខ្ញុំនេះគឺឲ្យឈ្មោះថាឱសថបុរាណខាខូធីលគឺជាផលិតផលរបស់ប្រទេសឥណ្ឌាបាទពូកែល្អលេខ1ខ្លាំងមែនទែនទៅលើការព្យាបាលបញ្ហាតម្រងនោមរបស់អូនលោកស្រីឆាតមកក្នុង page ឥឡូវនេះឬក៏ call មកឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសជូនផងដែរសម្រាប់50អ្នកដំបូងទី1ផ្កាខាត់ណាផ្កាខាត់ណាគឺជាបន្លែដែលសម្បូរទៅដោយសារធាតុចិញ្ចឹមក្នុងនោះមានវីតាមីន C វីតាមីន K និងវីតាមីន B ក្រៅពីនេះក៏មានសារធាតុប្រឆាំងនឹងការរលាកនិងជាតិសរសៃច្រើនផ្កាខាត់ណាចំនួន124ក្រាមមានសូដ្យូមចំនួន19មីលីក្រាមប៉ូតាស្យូម176មីលីក្រាមនិងផូស្វ័រ40មីលីក្រាមទី2ផ្លែ blueberry ផ្លែ blueberry មានសារធាតុចិញ្ចឹមច្រើនផ្លែនេះមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជួយការពារជំងឺបេះដូងមហារីកនិងទឹកនោមផ្អែមហើយផ្លែឈើនេះគឺជាអាហារល្អសម្រាប់អ្នកមានជំងឺតម្រងនោមព្រោះមានជាតិសូដ្យូមផូស្វ័រនិងប៉ូតាស្យូមកម្រិតទាបផ្លែ blueberry 148ក្រាមមានសូដ្យូមចំនួន1.5មីលីក្រាមប៉ូតាស្យូម114មីលីក្រាមនិងផូស្វ័រ18មីលីក្រាមទី3ផ្លែទំពាំងបាយជូរក្រហមផ្លែទំពាំងបាយជូរក្រហមមានវីតាមីន C និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលកាត់បន្ថយការរលាកបន្ថែមពីនេះទៅទៀតផ្លែនេះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ទៅដល់បេះដូងការពារជំងឺទឹកនោមផ្អែមផ្លែទំពាំងបាយជូរ75ក្រាមមានសូដ្យូមចំនួន1.5មីលីក្រាមប៉ូតាស្យូម144មីលីក្រាមនិងផូស្វ័រ15មីលីក្រាមស៊ុតពោធិ៍សជាជម្រើសដ៏ល្អសម្រាប់អ្នកមានជំងឺតម្រងនោមដែលកំពុងសម្រាកព្យាបាលដោយការលាងឈាមស៊ុតពោធិ៍សជាប្រភពប្រូតេអ៊ីនដ៏ល្អព្រោះមានជាតិផូស្វ័រតិចស៊ុតពោធិ៍ស66ក្រាមមានសូដ្យូម110មីលីក្រាមប៉ូតាស្យូម108មីលីក្រាមនិងផូស្វ័រ10មីលីក្រាមទី5ខ្ទឹមសអ្នកមានបញ្ហាតម្រងនោមគួរកំណត់បរិមាណសូដ្យូមក្នុងរបបអាហាររបស់ខ្លួនរួមទាំងអំបិលផងដែរខ្ទឹមសអាចជំនួសអំបិលបានដោយបន្ថែមរសជាតិឲ្យអាហារនិងមានប្រយោជន៍ដល់សុខភាពខ្ទឹមសមានវីតាមីន C មានវីតាមីន B6 ខ្ទឹមស3កំពឹសស្មើនឹង9ក្រាមមានសូដ្យូម1.5មីលីក្រាមប៉ូតាស្យូម36មីលីក្រាមនិងផូស្វ័រ14មីលីក្រាមទី6ប្រេងអូលីវប្រេងអូលីវមិនមានជាតិខ្លាញ់និងផូស្វ័រដែលជាជម្រើសដ៏ល្អសម្រាប់អ្នកមានជំងឺតម្រងនោមប្រេងអូលីវមានជាតិខ្លាញ់និងអាស៊ីតអូលេរិកដែលអាចប្រឆាំងការរលាកបានប្រេងអូលីវ1ស្លាបព្រាស្មើនឹង13.5ក្រាមមានសូដ្យូម0.3មីលីក្រាមប៉ូតាស្យូម0.1មីលីក្រាមនិងផូស្វ័រ0មីលីក្រាមទី7ស្ពៃក្តោបស្ពៃក្តោបសម្បូរទៅដោយវីតាមីនរ៉ែនិងសារធាតុផ្សេងទៀតក្នុងនោះមានវីតាមីន K វីតាមីន C និងវីតាមីន Bក្រៅពីនេះនៅមានជាតិសរសៃដែលជួយដល់ប្រព័ន្ធរំលាយអាហារជួយសម្រួលដល់ការបន្ទោបង់ស្ពៃក្តោបមានជាតិប៉ូតាស្យូមផូស្វ័រនិងសូដ្យូមទាបស្ពៃក្តោប70ក្រាមមានសូដ្យូមត្រឹមតែ13មីលីក្រាមប៉ូតាស្យូម119មីលីក្រាមនិងផូស្វ័រ18មីលីក្រាមទី8សាច់មាន់អត់ស្បែកអ្នកមានបញ្ហាតម្រងនោមក៏ត្រូវកំណត់បរិមាណប្រូតេអ៊ីនដែរប៉ុន្តែការផ្ដល់ប្រូតេអ៊ីនដល់រាងកាយគឺសំខាន់សម្រាប់សុខភាពណាស់សាច់ទ្រូងមាន់អត់មានស្បែកមានជាតិផូស្វ័រនិងប៉ូតាស្យូមនិងសូដ្យូមតិចជាងសាច់មាន់ដែលមានស្បែកសាច់ទ្រូងមាន់អត់ស្បែក84ក្រាមមានសូដ្យូម63មីលីក្រាមប៉ូតាស្យូម216មីលីក្រាមនិងផូស្វ័រ192មីលីក្រាមទី10ផ្លែម្នាស់ភាគច្រើនផ្លែឈើត្រូពិចដូចជាផ្លែក្រូចផ្លែចេកផ្លែគីវីគឺសម្បូរទៅដោយជាតិប៉ូតាស្យូមប៉ុន្តែផ្លែម្នាស់មានជាតិប៉ូតាស្យូមទាបនិងសម្បូរទៅដោយជាតិសរសៃវីតាមីន C ផ្លែម្នាស់165ក្រាមមានសូដ្យូម2មីលីក្រាមប៉ូតាស្យូម180មីលីក្រាមនិងផូស្វ័រ13មីលីក្រាមទី11ផ្លែប៉ោមផ្លែប៉ោមជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីបំពង់អាហារមុនពេលរាងកាយស្រូបយកដូច្នេះវានឹងកាត់បន្ថយបន្ទុកទៅលើតម្រងនោមលើសពីនេះការទទួលទានផ្លែប៉ោមក៏ជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុលនិងការរលាកក្នុងរាងកាយផងដែរទី12ម្ទេសផ្លោកក្រហមម្ទេសផ្លោកក្រហមជាប្រភពដ៏ប្រសើរនៃសារធាតុវីតាមីន C និងវីតាមីន B6 និងជាតិសរសៃដែលមានប្រសិទ្ធភាពបន្សាបជាតិពុលចេញពីរាងកាយទាំងមូលរួមទាំងតម្រងនោមផងដែរ
ហើយលើពីនេះទៅទៀតម្ទេសផ្លោកក្រហមក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយជួយរក្សាសុខភាពតម្រងនោមឲ្យល្អប្រសើរហើយទប់ស្កាត់ជំងឺខ្សោយតម្រងនោមផងដែរម្ទេសផ្លោកតូចមួយចំនួន74ក្រាមមានសូដ្យូម3មីលីក្រាមប៉ូតាស្យូម156មីលីក្រាមនិងផូស្វ័រ19មីលីក្រាមទី13បន្លែស្លឹកបៃតងបន្លែស្លឹកបៃតងជាប្រភពដ៏ប្រសើរនៃសារធាតុវីតាមីន C វីតាមីន K ជាតិសរសៃនិងសារធាតុដែលមានប្រសិទ្ធភាពកាត់បន្ថយសម្ពាធឈាមគ្រប់គ្រងជាតិស្ករក្នុងឈាមបន្សាបជាតិពុលរួមទាំងភាពតានតឹងលើតម្រងនោមហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកផងដែរអរគុណសម្រាប់ការតាមដានទស្សនាបើពេញចិត្តសូមចុច like ចុច share follow ដើម្បីទទួលបានវីដេអូខ្លីៗបន្ថែមទៀតសូមអរគុណ